បាទថ្ងៃនេះខ្ញុំមកបង្ហាញរបៀប copy ហើយយើងទៅផាសក្នុងតារាងថ្មីមួយទៀតដល់យើងចង់បង្វិលតារាងពីជួរដេកទៅជួរឈូដែលយើងហៅថា path transform បាទអញ្ចឹងយើង select ក្នុងការ copy គឺយើង select ទាំងអស់នេះមកយើង control C នៅពេលដែលយើងទៅដល់តារាងទីតាំងមួយទៀតឬក៏ shift ផ្សេងទៀតយើងយក transport បែបនេះមកគឺវាបានពីជួរទី1មកទៅជួរ D ជួរ A បែបនេះត្រឡប់ទៅវិញហើយមួយទៀតសម្រាប់មុខងារ path ផ្សេងទៀតនៅក្នុង Excel គឺមានមុខងារ path ផ្សេងទៅតាមនោះទៀតបើសិនយើងចង់ path យើងមើលទម្រង់វា path បែបណាខ្លះទៅយើងរើសបានណាហើយសម្រាប់កម្មវិធីមួយទៀតគឺក្នុងកម្មវិធី Word ក៏ដូចគ្នាពេលយើង copy បានហើយវាមានយើងចង់ទៅ path នៅលើផ្ទៃ Word ក៏បានដូចជាមួយនេះមានមុខងារមួយទៀតគឺមុខងារ path ធម្មតាបាទ control V តែមួយទៀតមុខងារផាសជារូបភាពជាក៏មានដែរបាទយើងផាសមកវាមានរូបរាងតារាងយើងដូចជារូបភាពដែលយើងអាច select បាទហើយនឹងអូសចល័តបាន select ឬហើយនឹងអូសចល័តបែបនេះហើយផាសមួយទៀតបាទយើងអាចផាសយកទៅតួលេខឬក៏តួអក្សរដោយយើងប្រើមុខងារផាស A អញ្ចឹងផាសនេះយើងរើសមកគឺអក្សរ A នេះគឺយើងយកតែតួអក្សរមកទេគឺតារាងហើយនឹងជួរផ្សេងគឺវាលុបបាត់វាមានតែអក្សរសុទ្ធអញ្ចឹងទៅទៅនឹងមុខងារផាសគឺខ្ញុំសូមបង្ហាញជូនប៉ុណ្ណឹងសូមអរគុណកុំភ្លេច subscribe channel YouTube ផងបាទសូមអរគុណ